បន្ទាប់ពីទទួលបានព័ត៌មានស្តីពីករណីប្រជាពលរដ្ឋរងគ្រោះវិសាគ្រោះធម្មជាតិនាថ្ងៃសៅរ៍ទី26ខែមេសាឆ្នាំ2025ឯកឧត្តមពេញពោធិ៍សាប្រធានគណៈកម្មាធិការសាខាកាកបាទខំកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោកទាពៅសុភិបហើយរាជគណៈកម្មាធិការសាខានិងសហការីដែលមានការចូលរួមពីឯកឧត្តមជីអេងយ៉ុងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយគុំព្រៃត្អីចុះសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះវិសាខ្យល់កន្ត្រាក់កាលពីថ្ងៃទី25ខែមេសាឆ្នាំ2025ចំនួន13ខ្នងធ្ងន់8ខ្នងមធ្យម5ខ្នងនៅឃុំព្រៃត្អីស្រុកផ្លែទៀបមានប្រសាសន៍សំណេះសំណាលនេះឱកាសនោះលោកទាពៅសុភិបបានពំនាំនៅការផ្ដាំផ្ញើសុខទុក្ខពីសំណាក់សម្ដេចតេជព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប្រធានគណៈកម្មការកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយលោកទាវសូមសម្ដែងនៃការសោកស្ដាយជាពន់ពេកចំពោះការរងគ្រោះខូចខាតផ្ទះសម្បែងដែលបង្កដោយគ្រោះធម្មជាតិគ្មាននរណាម្នាក់ចង់ជួបផ្ទះនោះឡើយហើយអំណោយមនុស្សធម៌ដែលបាននាំមកជូននាពេលនេះមិនអាចជួយបងប្អូនបានទាំងអស់នោះទេគឺអាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិតក៏ជាការបង្ហាញនៃការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេសកាកបាទខំកម្ពុជាដែលមានសម្ដេចតេជព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនជាប្រធានដោយដែលបានលើកឡើងថាកាកបាទខំកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលនិងទីណាមានទុក្ខលំបាកទីនោះមានកាកបាទខំកម្ពុជាលោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថានារដូវវស្សាឆ្នាំនេះពេលមានភ្លៀងធ្លាក់ម្ដងគឺលាយឡំដោយខ្យល់កន្ត្រាក់ខ្លាំងលេខឡំកោររន្ទះហេតុនេះសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាងនេះទៀតសូមសុខភាពជារឿងសំខាន់ណាស់សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួននិងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗក្នុងរដូវនេះដូចជាជំងឺគ្រុនឈាមរាគរូសជាដើមហើយបើមានអាការៈមិនស្រួលសូមប្រយ័ត្នទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតអំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសទឹកស៊ីអ៊ីវ6ដបត្រីខកំប៉ុង10កំប៉ុងកន្ទេលជ័របត់1គិត1កញ្ចប់មានមុង1ភួយ1ក្រមា1សរង1ថវិកា 50000 រៀលដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែមកៅស៊ូតង់1ធុងទឹកជ័រ1ឆ្នាំងបាយសម្ល2ថវិកា 200,000 រៀលក្នុងឱកាសនោះឯកឧត្តមជីអេងយ៉ុងបានឧបត្ថម្ភបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុងមួយគ្រួសារថវិកា 200,000 រៀលគ្រួសាររងគ្រោះមធ្យមក្នុងមួយគ្រួសារ 10,000 រៀលនិងបានឲ្យអាជ្ញាធរឃុំប្រជាការពារជួយរៀបចំជួសជុលផ្ទះប្រជាពលរដ្ឋដែលខូចខាតធ្ងន់ដើម្បីស្នាក់នៅបណ្ដោះអាសន្ន